นี่คือชีการประนังแต่งใบไงเป็นระบบตุงอสานสนอตุงอสานสนอสถัดในวัดมณีวันสวายสนอคมรกาอาสรกองเมฆคายกับปงจามให้ตุงอสานสนอในผมได้คืออุปธรรมโดยไปใจอธิการวัดนังโลกออกงาอังเซียให้ตุงอสานสนอในผมได้คือแต่งแต่โจรวมกลุ่มการประกวดจะเรียงรอชน้ำผมได้อาคารหนุลอยได้ในขนมชน้ำปีปอมมาเผยบ้วนตุงอสานสนอคือปฏิเสธบานละออมเต้นโดยการประกวดระยะเปใบไงในขนมปริพิธีบอลอมตุกคือตุงอสานสนอตัวบานเจจำเนียจำนวนบุญเจอุปธรรมบาตุบารมีเรียกใส่แซนเจคือใส่ตะขังขนมจ้ะเพิ่นท่าโดยเชียใส่ตะขังขนมหาโดยเชียเจเรจโรก่อนใส่เตอใส่ตะขังกลางติ่งตุ้ยปัญตาได้ตุกนี่คือเมียนเพียบประหับไทยคนี้หายก็มันอายโดยท่าปากปอคนี้บ้านเลยจ้ะแซนสนอบางปอนแซนสนอរបស់លោកអង្គញាអឹងសៀនិងប្រគ្រូចៅអធិការអវត្តមនីវ័នចាសំគ្រប់ណាអៃដំចាលោកអង្គញាអឹងសៀគឺលោកបានដឹកនាំទូកច្រើនហើយឥឡូវនេះសម្រាប់សែនសំណោះហៅដូចជាចាញ់បងទៅលើបារមីរាជសីសែនជ័យខ្សែទៅខាងក្នុងបន្តិចបន្តួចចាលេខ137នេះហើយគឺជាបារមីរាជសីសែនជ័យដែលទទួលបានការឧបត្ថម្ភពីឯកឧត្តមនាយឧត្តមសេនីយ៍ម៉ៅសុផាន់បាទចឹងយើងឃើញជាពិសេសក៏ជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការចូលរួមអនុវត្តនៅនយោបាយឈ្នះឈ្នះដែលដាក់ចេញដោយសម្ដេចប្រមុខរាជរដ្ឋាភិបាលគឺសម្ដេចតេជោសែនកាលពីកាន់តំណែងជានាយករដ្ឋមន្ត្រីហើយសម្ដេចពិជ័យជាសេនាធិបាញ់ក៏បានដឹកនាំកសាងវិមានឈ្នះឈ្នះដែលជានិមិត្តរូបនៃការបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាពជូនកម្ពុជារបស់យើងเลยสรุปยุทธการនោះរហូតដល់70បាទលាន70លាន57ម៉ឺនមានសប្បុរសជនជាច្រើនទៀតបានចូលរួមឧបត្ថម្ភបាទឥឡូវគូជាបន្តបាទ79គូទី79បាទ78ឬក៏79សែនសំណោះទី79បាទសែនសំណោះលឿនណាស់បាទគូមួយមិនទាន់ផុតឥឡូវមកដល់មួយទៀតដែរសែនសំណោះឯកស្ថានពណ៌សខ្សែទឹកខាងក្នុងកំពង់ចាមទទួលបានការឧបត្ថម្ភពីអង្គញាអឹងសៀនិងបច្ចាតិកាវត្តបានទទួលបានសុភ័ក្រម៉ាងស៊ីណេតចាឧបត្ថម្ភទូកនេះគឺធិបតីសែនជ័យបារមីជំទាវម៉ៅមកផ្ដាច់ចាសូមបន្តទូគូទី79សែនសំណោះបដូរទៅនៅខ្សែទឹកខាងក្រៅវិញម្ដងហើយរបស់លោកអង្គញាអឹងសៀចារីឯព្រះភិរុនដែលជាសែនជ័យបារមីសេរីមង្គលឈុំខ្លារបស់គ្រូចៅអធិវត្តឈុំខ្លាផ្ទាល់តែម្ដងបដូរទៅនៅខ្សែទឹកខាងក្នុងវិញម្ដងហាក់ដូចជាប្រែប្រួលទៅលទ្ធផលចាប្រែប្រួលលទ្ធផលដោយសារខ្សែទឹកខាងក្រៅមានព្រាមបាទសែនសំណោះចារបស់លោកអង្គញាអឹងសៀគ្រប់អរគុណលោកអង្គញាអឹងសៀដែលបានចូលរួមឧបត្ថម្ភបាទឥឡូវយើងឃើញហើយសែនសំណោះទទួលបានជ័យជំនះជាយើងទី1ហើយបាទសម្ដេចកូនបាទឥឡូវយើងទូកជាបន្តយើងឃើញថាខ្សែទឹកខាងក្នុងសែនស្រណោះបាទរបស់អង្គញាអឹងសៀម្ចាស់អធិការល្អណាស់សម្រស់ក៏ល្អដែរចែកគ្នាមកកង់ម្នាក់ពណ៌ផ្ទៃមេឃជាមួយនឹងពណ៌ទឹកក្រូចឥឡូវលបឿនក៏កាន់តែល្អដែរសម្រាប់គូនេះបាទគូប្រហែលដាច់ពាក់កណ្ដាលទូកអីបងអើយបាទរាជតាមេដៃចូលសែនជ័យតាមខ្សែទឹកខាងក្រៅរបស់ឯកឧត្តមបុនសុខាតាមអត់ទាន់នេះមកពីខាងវត្តសវណ្ណចាវាស័យអត់ទាន់នេះចាបានន័យថាសែនចាំពីជើងបាទឥឡូវទៅគូទី77សែនសំណោះឈ្នះមួយជើងការពីជើងទី1បដូរទៅនៅខ្សែទឹកខាងក្រៅនៅតលយនៅតនាំមុខទៅលើនាគរាជតាមេដៃចូលសែនជ័យរបស់ឯកឧត្តមបុនសុខាចាសែនសំណោះលោកអញ្ញាអឹងសៀដែលលោកស្រឡាញ់ហើយលោកចូលចិត្តចាអភិរក្សទូកណាស់ចាបាទឥឡូវយើងឃើញហើយបាទគឺសែនស្រណោះបាទឈ្មោះព្រោះណាស់ចាគឺខ្សែទឹកខាងក្រៅសពនភាពជាមួយនឹងល្បឿននៃការលើកទង់ជាតិនៅចំកណ្ដាលល្អមែនទែនបាទជើងទី1ក៏លទ្ធផលល្អជើងទី2ក៏នៅតែដាច់បាទឥឡូវសែនសំណោះទទួលបានជ័យជំនះជាលើកទី2ទៅលើនាគរាជតាមៈដែលចូលសែនជ័យរបស់ឯកឧត្តមបុនសុខាចា